សួស្តីថ្ងៃនេះយើងរើគ្រឿងគ្រូចេញមកទុកធៀមធ្វើកាទៀវទៀតហើយអ្នកមានគ្រឿងគ្រូប៉ុណ្ណឹងមុខហ្នឹងអ្នកជួយមើលគ្នាមើលគ្រប់គ្រឿងនៅខ្វះស្អីគេខ្លះទៀតមានប្រហិតមានសាច់គោមានឆ្អឹងគោមានបកាមានសេឡេរីផ្នែកខាងបន្លែនេះស្លឹកជីការ៉ុតខ្ទឹមបារាំងអីហ្នឹងអានោះមានឆ្អឹងគោហើយមានឆ្អឹងជ្រូកទៀតឆ្អឹងគោគ្រូឆ្អឹងជ្រូកហើយក្នុងប្រអប់នោះឆៃខ្វាយអានេះក្នុងថង់នេះកាទៀវហើយសណ្តែកបដោះអត់មានស្លឹកខ្ទឹមនេះអត់តឃើញមានស្លឹកខ្ទឹមគ្រឿងគ្រូខ្ញុំមានតែគ្រឿងខាងនេះមានតែប៉ុណ្្នឹងឯងអញ្ចឹងអាចនាំគ្នាធ្វើកាទៀវញ៉ាំទាំងអស់គ្នាមកខ្ញុំយកឈើអែមនេះមួយហើយនឹងខ្ទឹមបារាំងមិញយកទៅដាក់អាំងឲ្យឈ្ងុយទៅហើយទៅពេលឆ្អឹងគោឆ្អឹងនេះអានេះខ្ញុំដាក់ទឹកទី2ហើយខ្ញុំអត់ដាក់ទឹកទី1ទេព្រោះអីខ្ញុំស្ងោរវាចោលម្សាហើយអាឆ្អឹងគោឆ្អឹងអីហ្នឹងពេលទឹកពុះដាក់វាចូលទៅស្ងោរវាចោលឲ្យអស់អាជាតិខ្មៅហ្នឹងទៅណាបន្ទាប់ហើយបានយើងដាក់ដាំទឹកសាម្សាទៀតដាក់គ្រឿងគ្រូដាក់បន្លែស្អីហ្នឹងទៅហើយដល់ពេលវាមានពពុះមានអីអញ្ចឹងយើងដួសពពុះនឹងចេញដែរទៅអញ្ចឹងទឹកស៊ុបយើងថ្លាល្អនេះដល់ពេលយើងដាក់ប្រហិតយើងមកងាស់2 3ម៉ោងហើយនេះឡើងឲ្យលួយអស់ហើយបានដាក់ប្រហិតចូលឥឡូវយើងរៀបចំញ៉ាំហើយយើងសោះបកាសោះសាច់គោអីដាក់ទៅហើយសណ្តែកបដោះហើយនឹងកាទៀវនឹងយើងសោះដែរទៅដាក់ក្នុងចានអញ្ចឹងមកហើយដួសទឹកស៊ុបដាក់មកអូហើយជាពិសេសនោះដាក់ឆ្អឹងខួរនោះខ្ញុំចូលចិត្តណាឥឡូវដល់ម៉ោងយើងញ៉ាំហើយនេះមួយចាននេះអស់ចាយនេះមានទាំងឆាច់ខ្វៃមានទាំងអីទៀតដាក់ម្ទេសឲ្យហឹរដាក់គ្រឿងគ្រើឲ្យដិតតាមដែលយើងចូលចិត្តឆ្ងាញ់ណាយើងធ្វើខ្លួនឯងឆ្ងាញ់ដូចខ្ញុំថាអញ្ចឹងកាទៀវស្អីធ្វើញ៉ាំខ្លួនឯងឆ្ងាញ់ជាងយើងទៅញ៉ាំនៅហាងគេអត់មានដាក់ខួរគោអញ្ចឹងឲ្យយើងទេអត់មានទេហើយញ៉ាំជ្រលក់មួយឆៃខ្វៃអញ្ចឹងរឹតតែឆ្ងាញ់ទៀតមើលមានទាំងបកាមានទាំងអីអញ្ចឹងណាកាទៀវទឹកស៊ុបនេះដាំម្ដងមួយឆ្នាំអញ្ចឹងញ៉ាំ2ពេល3ពេលបានអស់សម្រាប់គ្រួសារខ្ញុំ4នាក់ព្រោះអីញ៉ាំបានទាំងអស់គ្នាហ្មងកូនចៅខ្ញុំឲ្យបានក៏សិតតែអ្នកចូលចិត្តកាទៀវដែរខ្ញុំអាសាធ្វើកាទៀវនេះញ៉ាំមួយខែបានខ្ញុំធ្វើ2 3ដងហើយព្រោះម្ដងមិនចូលចិត្តញ៉ាំហ្មងឆ្ងាញ់ជាពិសេសដូចថាអញ្ចឹងដាក់ខួរគោអញ្ចឹងទៀតមករឹតតែឆ្ងាញ់ហ្មងមានជាតិហ្មងណាបានជ្រលក់មួយឆៃខ្វៃអញ្ចឹងទៀតមកអានេះឆៃខ្វៃយើងទិញគេខ្ញុំធ្វើខ្លួនឯងធ្វើអត់បានធ្លាប់ធ្វើដែរធ្វើទៅវាអត់ឡើងនៅទូចអត់ព្រមម្សៅនឹងឡើងដូចគេអញ្ចឹងសោះអញ្ចឹងមានតែទិញគេស្រាប់ត្មងទៅអូខេវីដេអូកាទៀវខ្ញុំតែថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនដែលបានតាមដានទស្សនាជម្រាបលាបាយបាយ